លោកឧត្តមសេនីយ៍តូហេងសុផលដឹកនាំកងកម្លាំងចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធសពមន្ត្រីនគរបាលជាតិពលីជីវិតក្នុងបេសកកម្មបង្ក្រាបករណីជួញដូរគ្រឿងញៀនរសៀលថ្ងៃទី24ខែតុលាឆ្នាំ2025លោកឧត្តមសេនីយ៍តូហេងសុផលស្នងការនគរបាលខេត្តនិងលោកស្រីលឹមអៀងជេងបានដឹកនាំកងកម្លាំងចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធសពមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំស្ថិតនៅគេហដ្ឋានសពក្នុងភូមិបឹងសំរិទ្ធឃុំបាឡាំងស្រុកបារាយជាកិច្ចចាប់ផ្ដើមលោកឧត្តមសេនីយ៍តូហេងសុផលស្នងការនគរបាលខេត្តបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខពីសំណាក់ឯកឧត្តមអភិសន្ធិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិជូនចំពោះក្រុមគ្រួសារសពលោកឧត្តមសេនីយ៍តូហេងសុផលបានថ្លែងថាក្នុងនាមកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនិងក្នុងនាមលោកផ្ទាល់មានសេចក្តីរន្ធត់ក្តុកក្តួលនិងក្រៀមក្រំជាពន់ពេកដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំអំពីមរណភាពរបស់លោកវរសេនីយ៍តូហ៊ួនសាវីនាយរងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំកាលពីថ្ងៃទី23ខែតុលាឆ្នាំ2025ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចភូមិបែកចានឃុំអណ្ដូងពោធិ៍ស្រុកតាំងគោខេត្តកំពង់ធំលោកស្នងការបន្តថ្លែងថាមរណភាពរបស់លោកវរសេនីយ៍តូហ៊ួនសាវីគឺជាការបាត់បង់នូវស្វាមីឪពុកនិងបងប្អូនជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ក៏ដូចជាការបាត់បង់នៅមន្ត្រីនគរបាលជាតិដ៏អង់អាចក្លាហានដែលជានិច្ចការបានលះបង់ពេលវេលាកម្លាំងកាយចិត្តនិងសេចក្តីសុខផ្ទាល់ខ្លួនរហូតលះបង់អាយុជីវិតប្រកបដោយកិត្តិយសដើម្បីបុព្វហេតុសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមពលិកម្មរបស់លោកវរសេនីយ៍តូហ៊ួនសាវីគឺជាគំរូវីរភាពដ៏ឧត្តមឧត្តមនិងទទួលបាននូវការកោតសរសើរស្ញប់ស្ញែងពីថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលជាតិក៏ដូចជាប្រជាពលរដ្ឋផងដែរលោកស្នងការបន្តមានប្រសាសន៍យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំសូមសម្ដែងនូវសមានចិត្តក្រៀមក្រំចូលរួមរំលែកទុក្ខដោយសេចក្តីសោកស្ដាយជាមួយក្រុមគ្រួសារសពនិងសូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យសូមដួងវិញ្ញាណក្ខន្ធរបស់លោកវរសេនីយ៍តូហ៊ួនសាវីឆាប់បានយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយជាកិច្ចចុងក្រោយលោកឧត្តមសេនីយ៍តូហេងសុផលស្នងការនគរបាលខេត្តបានឧបត្ថម្ភថវិកាចំនួន10លានរៀលជូនលោកស្រីអនុសេនីយ៍តូយឹមឆេងលីត្រូវជាភរិយាសពដើម្បីចូលរួមសម្រាប់ការដោះស្រាយចំណាយក្នុងពិធីបុណ្យ